បន្ទាប់ពីបានទុកមីរយៈពេលត្រឹម2នាទីអញ្ចឹងណាអ្នកនាងមីក៏ចាប់ផ្ដើមសរសៃតុនបដាហ្នឹងយើងធ្វើការកូរវាត្រឡប់ទៅវាអែមហើយអ្នកនាងប្រភេទមីរបស់យើងមីគេហៅប្រភេទមីជូរមីថៃហ្នឹងគឺមានលេខកូដសម្គាល់វានៅមើលឃើញនេះលេខសម្គាល់របស់វា88471គឺលេខកូដថៃហ្នឹងហើយមីដែរយើងឆ្អិនហើយហ្នឹងយើងធ្វើការហូបតែដល់ហ្នឹងគេថាយើងអត់ទាន់សរសៃល្អទេចាំទស្សនាវីដេអូនៃការហូបទាំងអស់គ្នាណាធ្វើកណ្ដូងនេះវ៉ាវអរគុណច្រើនអ្នកគ្នាសម្រាប់ការទស្សនាវីដេអូនេះអរគុណច្រើនបាយបាយ